ការជួយគ្នាទៅវិញទៅមកនិងការយោគយល់គ្នាបង្កើតឲ្យយើងរស់នៅជាមួយគ្នាដោយសុខសន្តិភាពរឿងស្ដេចកណ្ដុរសនៅព្រៃបៃតងដ៏ធំមួយដែលគេហៅថាជាព្រៃអាត់កំបាំងមានសត្វគ្រប់ប្រភេទយ៉ាងច្រើនរស់នៅដោយមានសន្តិភាពម្ចាស់ព្រៃដែលគេហៅថាជាស្ដេចកណ្ដុរសសត្វតូចតែឆ្លាតវៃម្នាក់ដែលគ្រប់គ្រងព្រៃដោយចិត្តល្អនិងការយល់ដឹងពីធម្មជាតិថ្ងៃមួយព្រះអាទិត្យកំពុងរះឡើងសត្វទាំងអស់ឮសំឡេងគួរឲ្យភ័យខ្លាចនៅចុងខាងជើងព្រៃសត្វជាច្រើនរត់មករាយការណ៍ប្រាប់ស្ដេចកណ្ដុរសមានរន្ទះពណ៌ខ្មៅដ៏ធំដូចជាសត្វចម្លែកនៅលើភ្នំខាងជើងសត្វនៅទីនោះកំពុងតែរត់គេចខ្លួនស្ដេចកណ្ដុរសសម្រេចចិត្តចេញដំណើរទៅត្រួតពិនិត្យដោយខ្លួនឯងគាត់ហៅសត្វទាំង3ដែលជាមិត្តជិតស្និទ្ធរបស់គាត់សត្វទី1ឈ្មោះរឿនជាសត្វដំរីមានកម្លាំងខ្លាំងនិងឆន្ទៈដូចថ្មសត្វទី2ឈ្មោះតួជាសត្វជ្រូករហ័សរហួនចេះអញ្ជើញខ្យល់សត្វទី3ឈ្មោះកៃរីជាសត្វទន្សាយមានវិជ្ជាអំពីដំណក់ទឹកភ្លៀងនិងសញ្ញាពីធម្មជាតិណែមិត្តភក្តិរបស់យើងអើយយើងត្រូវចេញដំណើរទៅមើលព្រៃខាងជើងនោះថាវាមានរឿងអ្វីកើតឡើងឲ្យប្រាកដដើម្បីយើងទាំងអស់គ្នាដោះស្រាយកុំឲ្យសត្វរស់នៅទីនោះរស់នៅដោយមានភាពភ័យខ្លាចពួកគេបានចូលទៅក្នុងព្រៃខាងជើងនោះដែលមានពពកខ្មៅបាំងបិទពន្លឺថ្ងៃតាមផ្លូវពួកគេបានជួបសត្វតូចៗដែលរត់គេចហើយប្រាប់ថានៅលើភ្នំមានខ្យល់ខ្មៅមួយដែលដូចជាសត្វចម្លែកជាហេតុធ្វើឲ្យមានទឹកភ្លៀងខ្លាំងពេលនោះរឿនជាសត្វដំរីមានកម្លាំងខ្លាំងបានដើរទៅមុខគេដើម្បីបាំងខ្យល់លក្ខណៈតួជាសត្វជ្រូកព្រៃវាយលុកកម្រិតខ្យល់បន្តិចដើម្បីបើកផ្លូវពេលនោះស្ដេចកណ្ដុរសបានប្រើវេទមន្តបន្តិចដើម្បីកម្ចាត់ខ្យល់ឲ្យកាន់តែសោយពួកគេក៏បានជួបអ្នកបង្កភ្លៀងខ្មៅនៅលើកំពូលភ្នំពួកគេឃើញពពកខ្មៅវត្តមានអាថ៌កំបាំងមួយដែលបង្កខ្យល់ខ្មៅដោយគ្មានគោលបំណងទៅប៉ះពាល់សត្វដទៃទេពេលនោះពពកខ្មៅក៏បាននិយាយដោយសំឡេងទន់ខ្ញុំមិនចង់ឲ្យមានរឿងបែបនេះកើតឡើងទេតែខ្ញុំគ្រាន់តែចង់សាកល្បងធម្មពលថ្មីៗរបស់ខ្ញុំតែប៉ុណ្ណោះបងគួររៀនគ្រប់គ្រងធម្មពលរបស់បងឲ្យល្អប្រសើរជាងនេះសិនចាំបងសាកល្បងវាព្រោះវាអាចប៉ះពាល់ដល់សត្វព្រៃទាំងអស់នៅទីនេះពពកខ្មៅក៏បានសរសើរទឹកចិត្តរបស់ពួកគេហើយបានបញ្ឈប់បាតុភូតភ្លាមពពកខ្មៅខ្យល់ស្ងប់ស្ងាត់ភ្នំលិចពន្លឺដូចដើមសត្វទាំងអស់នាំគ្នាសប្បាយចិត្តណាស់ព្រោះអាចរស់នៅជាធម្មតាវិញស្ដេចកណ្ដុរសបាននិយាយទៅកាន់មិត្តភក្តិជិតស្និទ្ធទាំង3របស់គាត់ការជួយគ្នាទៅវិញទៅមកនិងការយោគយល់គ្នាបង្កើតឲ្យយើងរស់នៅជាមួយគ្នាដោយសុខសន្តិភាពពួកខ្មៅក៏បានក្លាយទៅជាមិត្តថ្មីរបស់ពួកគេនិងសន្យាថានឹងប្រើប្រាស់ធម៌ពលរបស់ខ្លួនដើម្បីការពារព្រៃនេះឲ្យកាន់តែស្រស់ស្អាតទៅជានិច្ច